ខ្ញុំចាំបានតែអាយុ12 13ឆ្នាំខ្ញុំចាញ់ពីរៀនទៅគូទ្វាគោមកពីទ្វាគោទៅដាក់បកាយដាក់អីចឹងមកខ្ញុំនឹងក្តីមកនិយាយតាមគាត់និយាយប្រាប់ថាបាទម៉ាក់ខ្ញុំគាត់លេងគ្នាតាមពេលខ្ញុំអាយុ8 ខែ 7 ខែចឹងមកគិតដែរគិតចិត្តថាបើសិនជាមានពុកម៉ែនៅចិត្តដូចគេថ្នាក់ថ្នមដូចគេគឺមានកម្លាំងមានតែថាយើងធ្វើអីគូនេះដែរហ្មងដល់ពេលខ្ញុំមានឈ្មោះវាយចឹងទៅខ្ញុំនឹកឃើញបងប្អូនគេមកមើលមកគ្រប់ត្រអញ្ចឹងទៅដល់វិញខ្ញុំវិញធ្លាប់ដេកគិតទៅដល់ថ្ងៃវាយដេកគិតក្នុងហ្នឹងទៅក៏ចង្ការទឹកភ្នែកអីហ្នឹងចង្ការទៅបានតែត្រឹមអួតដើមកោទៅឯងពេលដែលខ្ញុំនឹងក្តីមកនិយាយតាមគាត់និយាយប្រាប់ថាបាទម៉ាក់ខ្ញុំគាត់លេងគ្នាតាមពេលខ្ញុំអាយុ8 ខែ 7 ខែចឹងហើយខ្ញុំក៏គាត់ក៏យកខ្ញុំទៅនៅហើយម៉ាក់ខ្ញុំក៏គាត់ទៅដាក់រកស៊ីចឹងទៀតបានន័យថាយើងកើតមកបានតែ8 ខែគឺឪពុកម្ដាយយើងគាត់បែកគ្នាទៅយើងនៅមួយយាយរហូតមកប៉ុន្តែយើងបានអាសាជួបពួកគាត់ឯឪពុកម្ដាយបាទជួបបងជួបគឺសារតែពេលដូចប៉ាគាត់នៅស្រុកផ្សេងហើយម៉ែគាត់នៅភូមិជាមួយនឹងបាទដោយម៉ែគាត់មានប្តីផ្សេងប៉ាគាត់មានភូមិផ្សេងទៀតទៅបាទហើយពេលតនេអញ្ចឹងទៅយាយគាត់នាំទៅលេងផ្ទះប៉ាអញ្ចឹងទៅក៏ចំណាំក៏ស្គាល់ប៉ាប៉ុន្តែបើឲ្យចិត្តស្និទ្ធឲ្យលោកល្អឿនដូចជាយាយហ្មងគឺអត់ទេណាដោយសារយើងនៅឆ្ងាយពីគាត់ពួកគាត់បាទអត់ដោយសារគាត់ធ្លាប់បាញ់ធ្លាប់សុំខ្ញុំយកទៅនៅខាងគាត់យាយឲ្យតាឲ្យប៉ុន្តែខ្ញុំអត់ដាច់ចិត្តទៅនៅជាមួយគាត់បើនិយាយពីតំណែងជាមួយឪពុកម្ដាយរបស់យើងណាហើយនឹងយើងមើលសង្កេតមើលឪពុកម្ដាយរបស់អ្នកជុំវិញខ្លួនយើងតើតំណែងយើងចិត្តស្និទ្ធឬក៏អត់ចិត្តស្និទ្ធដូចគេទេតំណែងគឺជាមួយឪពុកម្ដាយគឺអត់គាត់ថាហៅធម្មតាលេងតែគាត់ធម្មតាតែឲ្យចិត្តស្និទ្ធដូចជាគេឃើញជាម៉ែបកើតកូនបកើតគេលក្ខណៈគេអត់បែកបាក់បងគេចិត្តស្និទ្ធតែបើខ្ញុំលក្ខណៈថាអត់ចិត្តស្និទ្ធទេបាទធម្មតាគឺអត់ដូចគេទេបាទប្រិមិត្តបានស្ដាប់ហើយគឺធុនលងហាក់គាត់មែនតើទៅបានដឹងថាពីការប្រកួតរបស់គាត់កាលពីមុនដែលគាត់នៅប្រឡូកហើយតាមពិតទៅគាត់គឺជាកុមារម្នាក់ដែលគាត់ថារស់នៅឆ្ងាយពីឪពុកម្ដាយតាំងពីគាត់អាយុ8 ខែកើតមកបាន8 ខែអញ្ចឹងមួយវិញទៀតប្រិមិត្តប្រកាសជាចង់ដឹងហើយថានៅពេលដែលយើងអត់សូវបាននៅចិត្តឪពុកម្ដាយអញ្ចឹងតើយើងទទួលបានភាពអាចថាយើងខ្វះភាពកក់ក្ដៅពីពួកគាត់មិនដែលបើប្រៀបធៀបជាមួយនឹងឪពុកម្ដាយផ្សេងទៀតដែលគេក្មេងផ្សេងទៀតដែលគេមានណាបាទបងគឺហ្នឹងគឺសម្រាប់ខ្ញុំគឺខ្វះខាតច្រើនបងគឺខ្វះភាពកក់ក្ដៅតាំងពីតូចខ្លួនឯងដឹងក្តីមកគឺតែងតែគិតដែរគិតក្នុងចិត្តថាបើសិនជាមានពុកម៉ែនៅចិត្តដូចគេថ្នាក់ថ្នមដូចគេគឺមានកម្លាំងមានតែថាយើងធ្វើអីគូនេះដែរមកដល់ពេលអញ្ចឹងទៅគាត់បែកបាក់គ្នាអញ្ចឹងទៅធ្លាប់គិតខ្លួនឯងចង្កាយទៅរៀនអីអញ្ចឹងទៅក៏ចាញ់មកអីឃើញយ៉ាងណាឃើញម៉ែឪបងប្អូនគេលក្ខណៈថាខែបុណ្យខែទៀនអញ្ចឹងមកគេទិញកៅអៅទិញអីឲ្យអញ្ចឹងទៅសម្រាប់ខ្ញុំតាមពេលអាយុប្រហែលជាខ្ញុំចាំបានតែអាយុ12 13ឆ្នាំខ្ញុំចាញ់ពីរៀនទៅគូទ្វាគោមកពីទ្វាគោទៅដាក់បកាយដាក់អីចឹងមកហើយខំប្រឹងសំលុយខ្លួនឯងទិញកៅអៅនេះបីជើងហើយកៅអៅបីជើងហ្នឹងនិយាយតាគាត់ទិញឲ្យខ្លះដែរមិនអត់ទេបាទតែថាគាត់រកលុយបានចឹងគាត់ទិញឲ្យគាត់អណិតចៅគាត់ទិញឲ្យប៉ុន្តែបើសម្ភារៈផ្សេងក្រៅពីហ្នឹងដូចជាទូរស័ព្ទដូចជាចង់បានកង់ក៏អីគឺអត់បានទេបងបើសារតែយើងខ្វះខាតច្រើនបើនឹងទៅរៀនដើររហូតហើយដល់ពេលខ្ញុំរៀងធំនឹងក្តីទៀតមកខ្ញុំចង់បានស្បែកជើងបានកៅអៅអីពាក់ថ្មីដូចគេគឺសំលុយដល់ខ្លួនឯងខំប្រឹងរកលុយសំខ្លួនឯងបានបងស្ដាប់ទៅព្រឺសវល់ថងថាយើងប៉ុន្តែក្នុងចិត្តយើងបាទប្រកាសជាចំណែនក្មេងផ្សេងទៀតដែលគេទទួលបានភាពកក់ក្ដៅច្រើនជាងយើងមានអារម្មណ៍ថាតូចចិត្តឬក៏អីដែលយើងថាមិនសូវទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយអញ្ចឹងធ្លាប់គិតបងធ្លាប់គិតថាតូចចិត្តដែរប៉ុន្តែគិតដេកគិតយូរទៅគិតថាទោះយើងតូចចិត្តប៉ុណ្ណាក៏អាចទាញយកមកវិញបានដែរបងគិតថាយើងកើតមក
វាមានច្រើនឬមានជួបមានបែកវាមានអីចឹងបងធ្លាប់គិតដែរបងនិយាយមែនខ្ញុំធ្លាប់ដេកគិតពេលខ្ញុំមានឈ្មោះវាយចឹងទៅខ្ញុំនឹកឃើញបងប្អូនគេមកមើលមកគាំទ្រចឹងទៅដល់ពេលខ្ញុំវិញធ្លាប់ដេកគិតទៅដល់ថ្ងៃវាយដេកគិតចឹងហ្នឹងទៅក៏ចង្ការទឹកភ្នែកអីណាចង្ការទៅបានតែត្រឹមអួតដើមកោតែឯងដោយសារតែយើងខ្វះភាពកក់ក្ដៅដល់ពីតូចហើយដល់ពេលធំឡើងយើងអត់មានភាពកក់ក្ដៅទេបាទដល់ពេលយើងបំមអារម្មណ៍ខ្លួនឯងយើងគិតសារថ្មីថាបើយើងចឹងហើយបើយើងបន្តឲ្យខ្លួនយើងឡែតែគិតអារឿងចឹងទៀតគឺវាយើងគិតទៅក៏អត់បានមកវិញចឹងហើយយើងចូលចិត្តគិតសារថ្មីហើយយើងក៏បំមអារម្មណ៍មកខ្លួនឯងសារថ្មីវិញយើងគិតថាទៅផ្លូវយើងត្រូវដើរតែឯងអត់មានភាពកក់ក្ដៅប៉ុណ្ណាខ្លាចប៉ុណ្ណាក៏យើងត្រូវជំនះដែរបង